បាទសូមជម្រាបសួស្តីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាបាទជាពិសេសហ្នឹងគឺអ្នកដែលមានសេដ្ឋកិច្ចតូចទាបដូចពួកយើងទាំងអស់គ្នានេះជាដើមឥឡូវនេះគឺខ្ញុំឃើញមានម្ចាស់ប្រេនធំបាទជាច្រើននៅក្នុងប្រទេសកម្ពុជាបាទដែលគាត់នាំបាទលក់ផលិតផលចម្រុះពីបរទេសចម្រុះហើយពិសេសហ្នឹងគឺមកពីខាងសៀមអញ្ចឹងឥឡូវនេះខ្ញុំឃើញគាត់ធ្វើពាក្យហិការបាទតាមរយៈការ poster របស់គាត់ហ្នឹងគឺមិនប្រើប្រាស់និងមិនចែកចាយនៅផលិតផលមកពីសៀមបាទបងប្អូនមុននឹងចូលដល់លម្អិតរឿងនេះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចថាក្នុងមួយឆ្នាំបាទកម្ពុជាបានន័យថានាំចេញបាទទំនិញពីកម្ពុជាទៅដល់ទៅសៀមបាទតាជាង1000លានដុល្លារតិចតួចទេប៉ុន្តែសៀមកើបចេញពីយើងវិញរហូតដល់ជាង5000លានដុល្លារអញ្ចឹងបងប្អូនណាបាទប្រទេសក្រីក្រមានប្រជាជនតិចចំណូលទាបហើយអ្វីបានជាប្រទេសមានគេខ្វះចេញពីយើងបានច្រើនបងប្អូនណាអានេះគឺជាចំណែកមួយបើសិនជាក្នុងករណីបងប្អូនបើយើងគិតក្នុងមួយឆ្នាំខុសគ្នាជាង4000លានដុល្លារទៅអត់អញ្ចឹងបើសិនជាជាង4000លានដុល្លារហ្នឹងគឺជាចំណូលវិលជុំនៅក្នុងកម្ពុជាវិញបងប្អូននឹងឃើញមានអគារពាណិជ្ជកម្មប្រមាណបងប្អូននឹងឃើញមានផ្ទះថ្មប្រមាណនៅតាមជនបទបងប្អូននឹងឃើញមានបាទប្រជាពលរដ្ឋរីកចម្រើនប្រសើរប្រមាណក្នុងមួយឆ្នាំហ្នឹងអញ្ចឹងគឺច្រើនមែនតើបងប្អូនចោះរាប់ឆ្នាំតហើយណាបាទអញ្ចឹងទន្ទឹមនឹងនេះបាទចូលដល់លំអិតទាក់ទងជាមួយនឹងម្ចាស់ប្រេនម្ដងគាត់ពីហេតុការណ៍មិនប្រើប្រាស់ផលិតផលសៀមអូខេវាជារឿងល្អបាទហើយរឹតតែប្រសើរហើយនឹងអរគុណទៀតហ្នឹងគឺសម្រាប់ម្ចាស់ប្រេនធំៗដែលគាត់បដិញ្ញាចិត្តក្នុងការបង្កើតរោងចក្រនៅកម្ពុជាបាទដើម្បីផលិតនៅគ្រឿងសម្អាងឬក៏ផលិតផលទាំងអស់នោះបាទប៉ុន្តែជាអកុសលក៏ឃើញមានម្ចាស់ប្រេនច្រើនដែរបង្វែរចេញពីសៀមទៅប៉ៃអឺរ៉ុបបានន័យថាបាទចេញពីប្រទេសដែលមានគេហៅថាចំណាយរៀងទាបបាទធ្វើបិទតែមួយឆ្នាំចិនច្រើនណាស់ប៉ុន្តែបាទប្រទេសនៅអាស៊ីបាទអញ្ចឹងគឺយើងចាយរៀងអស់តិចទេប៉ុន្តែប្រទេសអឺរ៉ុបវិញគឺរឹតតែច្រើនអានោះគឺចាត់ទុកថាជាចំណែកមួយនៃការបានលុយចេញពីកម្ពុជាទៅទៀតណាបងប្អូនណាបាទអញ្ចឹងយើងស្ដាប់ផ្លែល្អប៉ុន្តែមែនតើទៅគឺបានន័យថាគាត់គ្រាន់តែផុសដើម្បីយកប្រជាប្រិយភាពតែប៉ុណ្ណោះមិនបានគិតគូរទៅដល់សុខទុក្ខនិងសេដ្ឋកិច្ចរបស់កម្ពុជាពិតប្រាកដទេណាបាទបើអ្នកគិតពិតប្រាកដអ្នកពាក្យហេការបាទមិនប្រើប្រាស់របស់នាំចូលគ្រប់ប្រភេទនៅអ្វីដែលខ្មែរអាចធ្វើបានត្រាប់ឲ្យទាន់ណាបងប្អូនរបស់ប្រើប្រាស់ដែលខ្មែរមានមិនគួរប្រើប្រាស់របស់នាំចូលណានេះគឺជានានាការមួយដែលប្រទេសអ្នកមានបាទជាច្រើននៅលើពិភពលោកគេបណ្ដុះផ្នែកកំណត់ប្រជាជនហើយប្រជាជនគេខ្លួនឯងគេធ្វើបានបាទគេធ្វើបានអញ្ចឹងសេដ្ឋកិច្ចគេរីកចម្រើនបងប្អូនណាសេដ្ឋកិច្ចគេមានគេរីកចម្រើនដូចបាននៅជប៉ុននៅកូរ៉េមែនទេយើងធ្វើការមួយឆ្នាំស្មើគេធ្វើការមួយខែទៅអត់អានោះគឺជាអ្វីដែលគេបាទធ្វើបានហើយអញ្ចឹងឥឡូវនេះគាត់ទាញចំណូលចេញពីកម្ពុជាទៅផ្នែកបរទេសវិញនៅតែបរទេសដដែលទេបងប្អូនណាថ្ងៃនេះយើងឆ្លោះជាមួយថៃថ្ងៃក្រោយក៏មកគាត់តែយើងត្រូវជាមួយអឺរ៉ុបដែរអញ្ចឹងក៏វាអាចនឹងបាទធ្វើឲ្យយើងប៉ះពាល់អារម្មណ៍ដូចគ្នាអញ្ចឹងអ្វីដែលល្អបំផុតនៅពេលនេះគឺរួមគ្នាមកឆ្នៃមកបង្កើតហើយប្រជាពលរដ្ឋខ្លួនឯងបាទគឺដាច់ខាតកុំប្រើប្រាស់របស់នាំចូលបាទមិនថាមកចាក់ប្រេនធំពាក្យឯកាមិនប្រើប្រាស់សៀមឬក៏ទៅនាំមកពីអឺរ៉ុបណាឯងបើសិនជារបស់នោះនៅខ្មែរអាចផលិតអាចធ្វើបានប្រើប្រាស់របស់ខ្មែរហើយបាទកុំនិយាយពី quality ពេលខ្លះខ្មែរល្អជាងបរទេសខ្លះផងពីព្រោះបងប្អូនដឹងអត់របស់នាំចូលខ្លះគឺជា fake ingredient គឺជា fake factory គឺជាបាទ no country for made in បានន័យថាអត់មានទេវាគឺជាការបំផោងវាគឺជាការកុហកបោកប្រាស់របស់ម្ចាស់ប្រេនតែប៉ុណ្ណោះទោះនេះបងប្អូនបាទកន្លែងហ្នឹងហើយដោយសារតែយើងអត់អាចទៅដល់ទីនោះបានយើងអត់អាចទៅសិក្សាពីប្រភពច្បាស់លាស់បានហើយយើងអ្នកប្រើប្រាស់ទៀតសោតយើងមិនដែល focus ទៅលើ ingredient ផងណាតែគេនិយាយថាល្អហើយនេះគឺជាចំណុចខ្សោយរបស់ប្រទេសក្រីក្រដូចជាពួកយើងអញ្ចឹងផ្ដើមពីយើងអ្នកប្រើប្រាស់ទាំងអស់គ្នារៀនយកចិត្តទុកដាក់រៀនចាប់អារម្មណ៍ណាដើម្បីបាទបញ្ចប់ការបោកប្រាស់របស់ម្ចាស់ប្រេនធំដែលចង់បានតែលុយណាស្ដាប់ឲ្យទាន់បងប្អូនដែលចង់បានតែលុយអញ្ចឹងគឺឲ្យយកមកលក់អនឡាញអាចមានបញ្ហាយើងរករឿងគឺឲ្យបានអនឡាញរកប្រភពអត់បានណារករឿងអត់កើតអាហ្នឹងគឺជាបញ្ហាធំបំផុតសម្រាប់ប្រទេសយើងឥឡូវនេះបាទអញ្ចឹងគឺបងប្អូនរបស់ដែលមានពុកបានលាស់បងប្អូនអាចទៅសិក្សាដល់បងប្អូនដឹងសពបណ្ដាបានលាស់អាហ្នឹងបងប្អូនប្រើចុះណាបាទបើទោះបីជាបងប្អូនប្រើបាទអត់ត្រូវតិចតួចមែនប៉ុន្តែបងប្អូនក៏ចាត់ទុកថាជាការចូលរួមជួយទៅដល់កម្ពុជាជួយដល់សេដ្ឋកិច្ចរបស់កម្ពុជាព្រោះលុយហ្នឹងវិលជុំតែនៅក្នុងកម្ពុជាយើងទេវាបានហោះចេញទៅក្រៅណាទេណាគ្រាន់តែយើងបានចាយបងប្អូនសាច់ញាតិខ្មែរយើងបានចាយតែប៉ុណ្្នឹងឯងទាន់ទេបងប្អូនបាទអញ្ចឹងអូខេម្ចាស់ប្រេនបវលទៅណាបវលទៅប៉ុន្តែសំខាន់យើងអ្នកប្រើប្រាស់គឺយើងធ្វើពាក្យហេការបន្តបាទរឿងសៀមមួយដាច់ខាតកំរើហើយបោះបរទេសក៏ដូចគ្នាបាទបោះបរទេសណាក៏ដោយបើសិនជារបស់នោះខ្មែរធ្វើបានតោះនេះបងប្អូនបាទអញ្ចឹងអរគុណច្រើនខ្ញុំនឹងនិយាយបន្តទៀតបាទពោះវីដេអូវែងពេលខ្លះគឺពិបាកបងប្អូនអាចតាមដានអត់ចប់អញ្ចឹងអ្វីដែលខ្ញុំនឹងបន្តទៀតអាចនឹងអ្វីដែលបងប្អូនចង់ខមមិនហ្នឹងឯងអញ្ចឹងអូខេខមមិនអីក៏បានខមមិនបានបាទជេក៏បានឬក៏ខមមិនមិនក៏បានដែរប៉ុន្តែយើងនឹងជួបគ្នានៅអ្វីដែលខ្ញុំនឹងចង់និយាយបន្តទៀតនៅអ្វីដែលបងប្អូនចង់ខមមិនហ្នឹងឯងបាយបាយ